ប្រសិនជាលោកអ្នកមាន account Facebook ដែល turn on professional mode ហើយមានអ្នក follow ច្រើនឬក៏មាន friend ច្រើនអានឹងគឺជាចំណុចមួយដែលជួយយោង page របស់លោកអ្នកដើម្បីឲ្យ page របស់លោកអ្នកមានគេស្គាល់កាន់តែច្រើននិយាយទៅគឺលឿនតែម្ដងអញ្ចឹងតោះឥឡូវមកដឹងពីវិធី invite friend ឬក៏ invite follower ពី account ឲ្យគាត់ទៅស្គាល់ page របស់លោកអ្នកយើងអាចធ្វើទី1គឺអាច ផុស collab ពី page មួយ account អញ្ចឹងទៅទី2យក account របស់យើងទៅ comment ពាក្យថា add follower add top fan add highlight នៅក្នុង page របស់យើងអានឹងគេហៅថាយើងតាក់ទាញ fan នៅក្នុង account ឲ្យស្គាល់ទេណាព្រោះយើងមាន traffic នៅដៃហើយប្រកាសតែធម្មតាតែខ្ញុំទាំងគេគឺបង្កើត account ហ្នឹងគឺរាប់ឆ្នាំមកហើយចុះ account ប្រកាសជាមាន friend ច្រើនជាង page ឯងត្រូវអត់ឬក៏មានអ្នកស្គាល់ច្រើនជាង page ឯងអញ្ចឹងវិធីមួយទៀតដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងនោះគឺរបៀប invite friend ឬក៏ follower ពី account ឲ្យគាត់ទៅ follow page របស់យើងទី1យើងចូលមក account របស់យើងសិន account មួយណាក៏បានដែរដែលយើងចង់ប្រើឬក៏ account ហ្នឹងដែលមាន friend ច្រើនស្រាប់បន្តមកទៀតយើង search រកឈ្មោះ page ណាមួយដែលយើងចង់ invite ដោយមិនចាំបាច់ switch ចូលទៅ page របស់យើងនឹងទេចាអញ្ចឹងដូចខ្ញុំតួយ៉ាងគឺខ្ញុំមាន page នៅនឹងស្រាប់ខ្ញុំគ្រាន់តែចុចសញ្ញាត្រេ3មកគឺមាន page របស់ខ្ញុំនៅ shortcut way ហើយអញ្ចឹងបន្តមកទៀតយើងចូលទៅសញ្ញាត្រេ3នៅក្នុង page ហ្នឹងចាបន្ទាប់ពីយើងចូលទៅសញ្ញាត្រេ3នៅក្នុង page ហ្នឹងហើយវាមាននេះ invite follow our friend នៅចំណុចទី5ហើយបន្តមកទៀតយើងចុចចូលមកកន្លែងហ្នឹងមកយើងនឹងឃើញមានឈ្មោះអ្នកដែលគាត់ follow នៅក្នុង account របស់យើងឬក៏ friend នៅក្នុង account របស់យើងប៉ុន្តែនៅចំណុចទី1ខ្ញុំសូមបញ្ជាក់ណាកុំ select all 1000នាក់ព្រោះឯបើសិនជាយើង invite ម្ដង1000នាក់បែបនេះវាអាចធ្វើឲ្យមានហានិភ័យ spam page ឬក៏ spam account របស់យើងអញ្ចឹងយើងគួរតែ select តាមឈ្មោះរើសតាមឈ្មោះអញ្ចឹងទៅមួយថ្ងៃ3ដងម្ដង30នាក់យើងមានសិទ្ធិក្នុងការ invite ពួកគាត់ប៉ុន្តែពួកគាត់ follow មិន follow អាស្រ័យទៅលើ content របស់យើងឯងតែយើងគ្រាន់តែធ្វើការអញ្ជើញពួកគាត់តែប៉ុណ្ណោះចាអញ្ចឹងការចុច select ម្ដង1000នាក់បែបនេះគឺមានហានិភ័យណាអាចធ្វើឲ្យ spam page spam account មិនថាការចុចទទួល friend ឬក៏ invite គេនោះទេចាពី account ឬក៏ពីអីទេត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាអញ្ចឹងអ្វីដែលខ្ញុំធ្វើជាទូទៅប័ណ្ណពិសោធន៍របស់ខ្ញុំផ្ទាល់គឺខ្ញុំ select ម្ដង30នាក់ចា select ម្ដង30នាក់អញ្ចឹងទៅមួយថ្ងៃខ្ញុំធ្វើ2 ដងអញ្ចឹងទៅចាយើង select តាមឈ្មោះអញ្ចឹងទៅ account របស់យើងវាអត់ spam ហើយ page របស់យើងក៏វាអត់ spam ណាវារឹងមាំហើយអញ្ចឹងការអញ្ជើញពួកគាត់ទៀតសោតក៏មិនប្រកាសថាពួកគាត់ហ្នឹងមកfollow page របស់យើងដែរចាអាស្រ័យទៅលើ content របស់យើងដែរទេតែយើងគ្រាន់តែធ្វើការអញ្ជើញពួកគាត់ដើម្បីបញ្ជាក់ថាយើងមាន page ហ្នឹងបន្តមកទៀតគេនឹង load notification ទៅខាង account របស់ពួកគាត់ដែលយើងអញ្ជើញពួកគាត់ហ្នឹងថាឈ្មោះយើងហ្នឹង Molivan Wat ហ្នឹងអញ្ជើញអ្នកឲ្យ follow page ហើយបើសិនជាគាត់ចុច follow ក៏ follow ទៅមិន follow ក៏អត់ទៅតែគ្រាន់បើដែរព្រោះពេលខ្លះយើង invite ពួកគាត់អញ្ចឹងទៅពួកគាត់ដឹងថាយើងមាន page គាត់អាចនឹងជួយគ្រប់គ្រងយើងក៏ថាបានដែរចាអញ្ចឹងចំណុចនេះអ្នកទាំងអស់គ្នាមិនគួរភ្លេចទេអញ្ចឹងខ្ញុំឃើញមានបងប្អូនជាច្រើនគាត់ចុច invite follow ម្ដងរាប់ពាន់នាក់ឬក៏ទទួល friend ម្ដងមួយថ្ងៃហ្នឹងរាប់រយនាក់អីចឹងគឺមានហានិភ័យណាធ្វើឲ្យ page ឬក៏ធ្វើ account យើងខ្សោយអញ្ចឹងការធ្វើគឺសាមញ្ញមែនតើចូលទៅ account របស់លោកអ្នកអញ្ចឹងទៅចា account មួយណាក៏ដោយឲ្យតែមាន friend ច្រើនបន្តមកទៀតចូលទៅ page របស់លោកអ្នកបើសិនជាលោកអ្នកអត់មាន page នៅ shortcut way យើងគ្រាន់តែចុច search ឈ្មោះ page ទៅហើយចុចសញ្ញាត្រេ3នៅក្នុង page invite follow ឬក៏ invite friend ដើម្បីមក follow page របស់លោកអ្នកហើយចូលមកវានឹងចេញដូចខ្ញុំអញ្ចឹងហើយឈ្មោះនៅខាងលើនេះគឺខ្ញុំបាន invite ពួកគាត់ហើយអញ្ចឹងខ្ញុំអូសចុះក្រោមដើម្បី invite បន្តទៀតម្ដង30នាក់ម្ដង30នាក់អីអញ្ចឹងណាចាធ្វើបែបនេះវាជួយថែរក្សាគុណភាព page ឬក៏គុណភាព account របស់យើងនេះគឺជារបៀប invite follower ឬក៏ friend ពី account Facebook របស់យើងដើម្បីឲ្យគាត់ស្គាល់ឬក៏គាត់ទៅ follow ឬក៏ចុចតាមដាន page របស់យើងជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតគាត់បានដឹងពីចំណុចទាំងអស់នេះផងខ្លីៗតែខ្លឹមតែផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងមែនតើព្រោះអីបើសិនជាយើងមាន account មួយដែលរឹងមាំមាន account ដែលមាន friend ឬក៏អ្នកគាំទ្រច្រើនអាហ្នឹងឯងគឺជា traffic មួយដែលជួយឲ្យ page របស់យើងរីកលឿនទៅតាមនឹងដែរ